ហើយតែមិននៅខាងក្រៅមានភ្លៀងហើយដឹងតែនឹកឃើញតាមមុខម្ហូបចេះទេបងប្អូនអើយនិយាយពីថាជាតិណាបានជាមួយនឹងបន្លែយើងស្ងោររៀងឆ្អិនអញ្ចឹងទៀតទៅយកមកផ្ទាប់គឺត្រូវជាតិគ្នាមែនតែនរសជាតិនឹងដូចតែគ្រឿងអញ្ចឹងបងប្អូនគ្រាន់តែថាការធ្វើរបស់ខ្ញុំនេះអត់មានសាច់ត្រីបុកជាមួយទេណាចាស់តោះឥឡូវមិនខាតពេលងាកទៅមើលគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាចំពោះមុខម្ហូបនេះគឺខ្ញុំត្រូវការមានម្ទេស2គឺម្ទេសទុំ1និងម្ទេសខ្ចីទៀតរីឯខ្ទឹមសនិងខ្ទឹមក្រហមគឺយើងដាក់ឲ្យច្រើនម៉ាត់ដើម្បីឲ្យរសជាតិមុខម្ហូបនេះកាន់តែឈ្ងុយម្ទេសហើយនិងខ្ទឹមនេះគឺខ្ញុំលេងរៀងជូរបន្តិចឯងដោយសារតែចង់ឲ្យខ្ទឹមនិងសាច់ម្ទេសវាឆ្អិនបានល្អដល់ខាងក្នុងបងប្អូនសាច់ខ្ទឹមបើសិនយើងលេងឆ្អិនណាយកមកបុកបែបនេះគឺរសជាតិឆ្ងាញ់ណាស់តួអង្គដែលសំខាន់ជាងគេដែលយើងធ្វើមុខម្ហូបនេះគឺជាប្រហុកអាំងណាបងប្អូនពេលដែលខ្ញុំបុកម្ទេសនិងខ្ទឹមមើលថាវាចូលសព្វគ្នាហើយចាប់ដាក់ប្រហុកដែលខ្ញុំអាំងរួចហ្នឹងណាយកមកបុកជាបន្តទៀតចំពោះប្រហុកគឺខ្ញុំមានប្រហុកសាច់ត្រីកាភ្លេងមុននឹងយកទៅអាំងគឺខ្ញុំបានដាក់ខ្ទឹមថែមបន្តិចពេលដែលយើងអាំងឆ្អិនគឺវាមានក្លិនឈ្ងុយចាចំពោះសាច់ប្រហុកនេះគឺខ្ញុំប្រើរៀងច្រើនដែរខ្ទង់ប្រហែលជាមួយស្លាបព្រាបាយកន្លះបន្ទាប់មកទៀតគឺខ្ញុំដាក់ប៊ីចេងចូលម្សៅស៊ុបស្ករត្នោតហើយនិងក្រូចឆ្មារសជាតិគឺយើងអាចលេខលោកតាមការចូលចិត្តបានសម្រាប់ខ្ញុំយកបែបរៀងដិតប្រហុកជូរម៉ាន់បន្តិចរីឯហឹលវិញបងប្អូនចង់ដាក់ម្ទេសអីក៏បានដែរបើសិនជាអត់ចេះញ៉ាំហឹលទេអាចប្រើម្ទេសម៉ាឡេយកមកលេងបុកហ្នឹងគឺបានដូចគ្នាតែសម្រាប់ខ្ញុំគឺចូលចិត្តបែបរៀងហឹលចឹងហើយខ្ញុំប្រើម្ទេសដៃនាងនិងម្ទេសអាចសាត់ម្ទេសនេះបងប្អូនពេលដែលយើងលេងឆ្អិនអញ្ចឹងវាអត់សូវមានជាតិហឹលខ្លាំងដូចដែរម្ទេសដែលយើងមកបុកនៅស្រស់ៗហើយណាហើយពេលដែលខ្ញុំបុកខ្ទឹមនិងប្រហុកនេះចូលសព្វគ្នាហើយខ្ញុំក៏បានថែមជាមួយនឹងទឹកឆ្អិននឹងចូលតាមក្រោយទៀតការថែមទឹកឆ្អិនចូលនេះគឺយើងកុំឲ្យដាក់រៀងច្រើនពេកយកបែបរៀងខាប់ប៉ុណ្ណឹងគឺមកល្មមពេលដែលយើងជ្រលក់ជាមួយជាប្រភេទបន្លែយើងស្ងោរឆ្អិនគឺញ៉ាំទៅឆ្ងាញ់រីឯបន្លែស្ងោររបស់ខ្ញុំប្រហែលមុខនេះបងប្អូនគឺត្រូវគ្នាមែនទែនជាប្រភេទបុកអញ្ចឹងមានតាំងពីស្អំស្រស់ផងទំពាំងស្នៀតពោតអណ្ដូងស្ងោរត្រាប់វែងនិងត្រាប់ស្រួយស្ងោរដូចគ្នានិយាយទៅពេលដែលយើងស្ងោរបន្លែឆ្អិនយកមកញ៉ាំជាមុខម្ហូបបែបនេះគឺត្រូវនឹងរសជាតិគ្នាមែនទែនហើយជាពិសេសនេះពេលដែលធ្វើមុខម្ហូបនឹងហើយបងប្អូនបើសិនជាមានបាយកកឬក៏បាយដាំរៀងក្តាំងតិចយកមកញ៉ាំជាមួយនឹងមុខម្ហូបបែបនេះគឺត្រូវជាតិគ្នាហ្មងបងប្អូនអើយនិយាយមែនរសជាតិគឺឆ្ងាញ់ណាស់ហើយគូផ្សំនឹងមិននៅខាងក្រៅរៀងមានភ្លៀងរលឹមស្រិចតិចទៀតបានមុខម្ហូបបែបបុកប្រហុកជាមួយនឹងម្ទេសចឹងយកមកញ៉ាំគឺឆ្ងាញ់មែនទែនអញ្ចឹងហើយសម្រាប់មុខម្ហូបនេះជូនចំពោះបងប្អូនដែលគាត់ចូលចិត្តញ៉ាំជាប្រភេទទឹកគ្រឿងអាចដូររសជាតិសាកធ្វើមុខម្ហូបនេះញ៉ាំវិញបានរសជាតិគឺឆ្ងាញ់ដូចគ្នាចឹងបងប្អូនកុំភ្លេចធ្វើញ៉ាំផងណាចូលដល់ខែសបកសាំងចឹងហើយបើសិនជាអត់បានធ្វើមុខម្ហូបឆាបកសាំងនេះទេដូចជាមិនសមមែនទេបងប្អូនរសជាតិឆាបកសាំងនឹងឆ្ងាញ់សឹងអីហ្នឹងហើយជាពិសេសសមនឹងខែនេះខែភ្លៀងបានមុខម្ហូបនេះយកធ្វើឲ្យបែបរៀងក្តៅមានបន្លែរៀងខ្ចីចោះជ្រលក់ទៀតគឺថាបកើរសជាតិមុខម្ហូបនេះឆ្ងាញ់មែនទែនហ្មងចំពោះរបៀបធ្វើរបស់ខ្ញុំវិញក៏កាន់តែងាយស្រួលទៀតបងប្អូនសាច់ជ្រូកគឺខ្ញុំមានសាច់3ជាន់ប្រហុកសាច់ត្រីកាភ្លៀងកសាំងគឺខ្ញុំទិញកសាំងដែលរៀងចាស់បានវាមានជាតិជូរឆ្ងាញ់បន្ទាប់ពីខ្ញុំដាក់កសាំងប្រហុកចូលហើយគឺខ្ញុំថែមខ្ទឹមសខ្ទឹមក្រហមនឹងដាក់ចូលតាមក្រោយទៀតគឺខ្ញុំប្រើខ្ទឹមរៀងច្រើនដែរដើម្បីឲ្យក្លិនវាកាន់តែឈ្ងុយរីឯគ្រឿងទេសគឺមានដូចជាម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេស្ករត្នោតកន្លះស្លាបព្រាបាយខ្ញុំលៃលោកគ្រឿងក្រៅទាំងអស់នេះមកល្មមជាមួយនឹងសាច់ហើយនឹងប្រហុកដែលខ្ញុំច្រាំនឹងហ្មងបងប្អូនខ្ញុំច្រាំឡើងមើលទៅសាច់ប្រហុកវាចូលសព្វជាមួយនឹងគ្រឿងក្រៅហើយចាប់ផ្ដើមយកមកឆាបែបនេះខ្ញុំឆាសាច់ប្រហុកនឹងឲ្យវារៀងស្ងួតទឹកសិនណាបងប្អូនពេលដែលខ្ញុំឆាសាច់ប្រហុកមើលទៅបានស្ងួតទឹកហើយរៀងឆ្អិនម៉ាន់បន្តិចគឺខ្ញុំចាប់ផ្ដើមថែមប្រេងម្ទេសនេះចូលតាមក្រោយបន្តិចទៀតប្រេងម្ទេសនេះខ្ញុំថែមគឺដើម្បីចង់ឲ្យពណ៌ប្រហុករបស់យើងឆាឆ្អិនណាគឺឃើញក្រហមស្អាតជាពិសេសក្លិននឹងក៏ឈ្ងុយដែរតែបើសិនជាបងប្អូនអត់មានប្រេងម្ទេសទេបើចាំដាក់ក៏បានដែរគ្រាន់តែមានតែម្ទេសគ្រាប់យើងដាក់ថែមនៅខាងក្រៅគឺបានដូចតែគ្នាទេពេលដែលខ្ញុំដាក់ម្ទេសចូលគឺខ្ញុំឆាវាប្រហែលជា4ទៅ5ត្រឡប់ដើម្បីឲ្យសាច់ម្ទេសនេះវារៀងឆ្អិនបន្តិចពេលដែលសាច់ម្ទេសឆ្អិនណាយើងញ៉ាំប៉ះវាមកគ្រាប់ទៅគឺរសជាតិវាអត់សូវហឹរខ្លាំងទេបងប្អូនហឹរបែបរៀងញ៉ាំទៅឆ្ងាញ់ណាចំណែកស្បែកជ្រូកគឺខ្ញុំដាក់លេឆាប្រហុកកសាំងនេះមកបន្តិចដែរដោយសារតែស្បែកជ្រូកពេលដែលយើងយកមកចំហុយក៏បានឬក៏យកមកឆាចេះទៀតកាន់តែបង្កើនរសជាតិចារីឯបន្លែលក់អីវិញគឺបងប្អូនឲ្យដាក់តាមការចូលចិត្តបានសម្រាប់ខ្ញុំគឺមានបន្លែតែប្រហែលមុខនេះទេមានដូចជាក្តាប់ម្រះព្រៃទៅសក់ស្រូវត្រប់ស្រួយត្រប់វែងហើយនិងពពាយហើយមុខម្ហូបនេះជូនចំពោះបងប្អូនបើសិនជាកាត់ដឹងមុខម្ហូបអត់តាន់ឃើញទេកុំភ្លេចធ្វើញ៉ាំផងណាជួបគ្នានៅវីដេអូក្រោយទៀតអរគុណ